បាទព្រះគម្ពីរ1កូរិនថូសជំពូកទី15ខ1ដល់ខ6ដល់មកខ12ដល់ខ23ណាបាទ1កូរិនថូសជំពូកទី15ខ1ដល់ខ6តមកខ្ញុំអានផ្លោះខ12ដល់ខ23បាទបើឃើញក៏ផ្ទៀងតាមបើអត់ឃើញទេស្ដាប់ក៏បានដែរណា1កូរិនថូសជំពូក15ខ1ដល់ខ6តមកខ12ដល់ខ23អំពីព្រះម្ចាស់មានប្រជញ្ញរស់ឡើងវិញណាសាវកពររំលឹកដល់ក្រុមជំនុំនៅកូរិនថូសបងប្អូនអើយខ្ញុំសូមរំលឹកបងប្អូនដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់បងប្អូនជាដំណឹងល្អដែលបងប្អូនបានទទួលនិងបានជឿយ៉ាងខ្ជាប់ខ្ជួនស្រាប់ហើយប្រសិនបើបងប្អូនមិនឃ្លាតចាកពីដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់បងប្អូនទេនោះបងប្អូននឹងទទួលការសង្គ្រោះតាមរយៈដំណឹងល្អនេះដែរបើឃ្លាតចាកជំនឿរបស់បងប្អូនមុខតែឥតប្រយោជន៍មុនដំបូងបង្អស់ខ្ញុំសូមជម្រាបជូនបងប្អូននៅសេចក្តីដែលខ្ញុំបានទទួលគឺថាព្រះគ្រីស្ទបានសោយទិវគុណដើម្បីរំដោះបាបយើងស្របតាមគម្ពីរគេបានបញ្ចុះសពព្រះអង្គនៅក្នុងភ្នោហើយព្រះអង្គមានប្រជញ្ញរស់ឡើងវិញនៅថ្ងៃទី3ស្របតាមគម្ពីរព្រះអង្គបានបង្ហាញខ្លួនឲ្យលោកគេផាសឃើញរួចឲ្យក្រុមសាវកទាំង12រូបឃើញដែរបន្ទាប់មកព្រះអង្គបានបង្ហាញខ្លួនឲ្យបងប្អូនជាង500នាក់ឃើញក្នុងពេលជាមួយគ្នាដល់ផ្លោះមកខ12គ្រឹះបរិស័ទនឹងមានជីវិតរស់ឡើងវិញបាទប្រសិនបើយើងប្រកាសថាព្រះគ្រីស្ទមានប្រជញ្ញរស់ឡើងវិញហើយដូចម្តេចបានជាអ្នកខ្លះក្នុងចំណោមបងប្អូនបែរជាពោលថាមនុស្សស្លាប់មិនរស់ឡើងវិញដូច្នេះប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេនោះព្រះគ្រីស្ទក៏មិនមានប្រជញ្ញរស់ឡើងវិញដែរហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញទេសេចក្តីដែលយើងប្រកាសមុខជាគ្មានន័យអ្វីសោះឡើយហើយជំនឿរបស់បងប្អូនក៏គ្មានន័យអ្វីដែរបើដូច្នេះបានសេចក្តីថាយើងជាបន្តคล้ายៗអំពីព្រះជាម្ចាស់ដោយផ្ដល់សក្ខីភាពខុសថាព្រះអង្គបានប្រោសព្រះគ្រីស្ទឲ្យរស់ឡើងវិញប៉ុន្តែប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេនោះព្រះអង្គក៏មិនបានប្រោសព្រះគ្រីស្ទឲ្យរស់ឡើងវិញដែរត្បិតបើមនុស្សស្លាប់មិនរស់ឡើងវិញទេព្រះគ្រីស្ទក៏មិនរស់ឡើងវិញដែរហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញទេជំនឿរបស់បងប្អូនគ្មានន័យអ្វីតតែសោះបងប្អូននៅតែជាប់បាបដដែលរីឯអ្នកដែលស្លាប់រួមជាមួយព្រះគ្រីស្ទក៏ត្រូវវិនិច្ឆ័យសាបសូន្យទាំងអស់គ្នាដែរប្រសិនបើយើងសង្ឃឹមទៅលើព្រះគ្រីស្ទសម្រាប់តែជីវិតនេះប៉ុណ្ណោះទេយើងជាអ្នកវេទនាជាងគេបំផុតក្នុងចំណោមមនុស្សទាំងអស់ហើយប៉ុន្តែព្រះគ្រីស្ទពិតជាមានប្រជញ្ញរស់ឡើងវិញមែនក្នុងចំណោមមនុស្សស្លាប់ព្រះអង្គមានប្រជញ្ញរស់ឡើងវិញមុនគេបង្អស់បើមនុស្សលោកត្រូវស្លាប់ព្រោះតែមនុស្សម្នាក់គេក៏នឹងរស់ឡើងវិញដោយសារមនុស្សតែម្នាក់ដែរមនុស្សទាំងអស់បានឆ្លប់រួមជាមួយលោកអាដាមយ៉ាងណាគេក៏នឹងរស់ឡើងវិញរួមជាមួយព្រះគ្រីស្ទយ៉ាងនោះដែរម្នាក់តាមលំដាប់លំដោយគឺព្រះគ្រីស្ទមានប្រជញ្ញរស់ឡើងវិញមុនគេបង្អស់បន្ទាប់មកអស់អ្នកដែលជាសិស្សរបស់ព្រះគ្រីស្ទនឹងរស់ឡើងវិញនៅពេលព្រះអង្គយាងមកដល់នេះគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់អរគុណដល់ព្រះអង្គបាទអញ្ចឹងយើងអធិដ្ឋានមួយគ្នាសិនមុននឹងស្ដាប់តោះព្រះអង្គអើយសូមមានបន្ទូលមកកាន់កូនសូមរំលឹកដាស់តឿនកូនតាមព្រះបន្ទូលព្រះអង្គដូចជាពោលបានរំលឹកដាស់តឿនដល់ក្រុមជំនុំនៅកូរិនថូសដែរសូមថ្វាយពេលវេលានេះក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនបាទសាវកពោលបានសរសេរសម្បត្តិនេះទៅរំលឹកដាស់តឿនដល់ក្រុមជំនុំនៅកូរិនថូសនៅសម័យដើមណាគាត់រំលឹកថាដំណឹងល្អដែលគាត់បានប្រកាសប្រាប់នោះគឺត្រូវថែរក្សាឲ្យជាប់លាប់មកមួនខ្ជាប់ខ្ជួនកុំឲ្យបោះបង់ចោលបើយើងជឿជាប់លាប់មកមួនយើងនឹងបានសង្គ្រោះប៉ុន្តែបើយើងបោះបង់ចោលជំនឿយើងឥតប្រយោជន៍អញ្ចឹងណាអញ្ចឹងយើងសពថ្ងៃនេះដូចគ្នាដែរណាដំណឹងល្អរបស់ព្រះគ្រីស្ទគឺព្រះអង្គសុគតលើឈើឆ្កាងដើម្បីលុបបាបយើងហើយរស់ឡើងវិញដើម្បីរាប់យើងជាសុចរិតដើម្បីសង្គ្រោះយើងណាដោយជំនឿបើយើងជឿថែរក្សាជាប់លាប់នៅដំណឹងល្អនេះយើងនឹងបានសង្គ្រោះចុះបើយើងបោះបង់ចោលបានសង្គ្រោះអត់ទេអញ្ចឹងយើងត្រូវរក្សាជំនឿនេះឲ្យបានជាប់ណាទី1ព្រះគ្រីស្ទបានសុគតដើម្បីលុបបាបយើងនៅក្នុងខទី3ណាលោកពោលបានប្រាប់ថា
ព្រះគ្រីស្ទបានសោយទីបង្គត់លើជ័យឆ្កាងដើម្បីរំដោះបាបយើងឬក៏សង្គ្រោះយើងណាហ្នឹងហើយឥឡូវសូមបងប្អូនថាទាំងអស់គ្នាបានអត់ណាយើងថាព្រះយេស៊ូវសង្គ្រោះលើជ័យឆ្កាងដើម្បីសង្គ្រោះបាបខ្ញុំតោះព្រះយេស៊ូវសង្គ្រោះលើជ័យឆ្កាងដើម្បីសង្គ្រោះបាបខ្ញុំឥឡូវយើងនិយាយទៅអ្នកជិតខាងយើងថាព្រះយេស៊ូវសង្គ្រោះលើជ័យឆ្កាងដើម្បីសង្គ្រោះបាបអ្នកម្ដងតោះព្រះយេស៊ូវសង្គ្រោះលើជ័យឆ្កាងដើម្បីសង្គ្រោះបាបអ្នករំដោះបាបអ្នកណែឥឡូវតោះយើងម្ដងព្រះយេស៊ូវសង្គ្រោះលើជ័យឆ្កាងដើម្បីសង្គ្រោះបាបយើងគឺយើងទាំងអស់គ្នាតោះព្រះយេស៊ូវសង្គ្រោះលើជ័យឆ្កាងដើម្បីសង្គ្រោះបាបយើងហ្នឹងហើយអញ្ចឹងគម្ពីរបានប្រាប់ហើយយើងដឹងតាមរយៈជំនឿណាលោកពូក៏បានប្រាប់ថាព្រះគ្រីស្ទបានសោយទីបង្គត់នៅលើជ័យឆ្កាងដើម្បីរំដោះបាបយើងសង្គ្រោះបាបយើងបាទគ្រប់គ្នាយើងកើតមកយើងជាប់មានបាបដែលឆ្លងពីពុកម្ដាយដើមបាបដែលយើងប្រព្រឹត្តណាការពិតយើងទេដែលត្រូវឈឺចុកចាប់ប៉ុន្តែព្រះអង្គស្រឡាញ់យើងព្រះអង្គឈឺចុកចាប់ជំនួសយើងណាព្រះអង្គមកយកកន្លែងរបស់យើងណាហ្នឹងហើយគម្ពីរបានប្រាប់ថាបាបនាំឲ្យស្លាប់ដើម្បីឲ្យរួចពីបាបត្រូវយកសេចក្តីស្លាប់ទៅសងហើយអ្នកដែលយកសេចក្តីស្លាប់ទៅសងគឺជាព្រះយេស៊ូវណាហ្នឹងហើយដោយសារយើងមិនអាចជួយសង្គ្រោះបាបយើងបានជាព្រះអង្គណាយើងមកដើម្បីយកសេចក្តីស្លាប់មកសងជំនួសយើងហ្នឹងហើយព្រះអង្គមានបន្ទូលថាព្រះអង្គមកក្នុងពិភពលោកនេះមិនមែនដើម្បីឲ្យគេបម្រើព្រះអង្គទេប៉ុន្តែព្រះអង្គមកដើម្បីបម្រើគេវិញព្រមទាំងបូជាជីវិតដើម្បីលួសបាបមនុស្សជាច្រើនផងហ្នឹងហើយខគម្ពីរមួយទៀតបានប្រាប់ថាព្រះគ្រីស្ទគ្មានបាបតតែសោះតែព្រះជាម្ចាស់បានធ្វើឲ្យព្រះអង្គត្រឡប់ទៅជាតួបាបសម្រាប់យើងដើម្បីប្រោសយើងឲ្យបានសុចរិតរួមជាមួយព្រះគ្រីស្ទដែរហើយមួយពេត្រុសបានប្រាប់យើងថាព្រះគ្រីស្ទបានផ្ទុកបាបរបស់យើងក្នុងព្រះកាយរបស់ព្រះអង្គដែលជាប់លើជ័យឆ្កាងដើម្បីឲ្យយើងលែងជំពាក់ជំពិននឹងបាបតទៅមុខទៀតហើយឲ្យយើងមានជីវិតដោយប្រព្រឹត្តតែអំពើសុចរិតហ្នឹងហើយបងប្អូនបានជាសះស្បើយដោយសារស្នាមរបួសរបស់ព្រះអង្គណាយើងបានជាសះស្បើយយើងបានរួចពីបាបដោយសារស្នាមរបួសរបស់ព្រះអង្គអាមែនបងប្អូនមានអារម្មណ៍ស្រេកទឹកអត់ក្រោយពេលច្រៀងហើយលេងល្បែងមកយើងស្រេកទឹកឥឡូវចែកទឹកមក10នាក់ឡើងខ្ញុំក៏ស្រេកដែរតិចមកខ្លះសេយូរហើយស្រេកទឹកហ្នឹងហ្នឹងស្រេកទឹកដល់ឥឡូវយើងស្ដាប់បដាយើងហូបទឹកបដាណាហ្នឹងហើយគម្ពីរមួយទៀតនៅកាឡាទីបានប្រាប់ថាព្រះគ្រីស្ទបានទទួលបណ្ដាសាសម្រាប់យើងព្រះអង្គលួសយើងឲ្យរួចផុតពីបណ្ដាសាដែលមកពីក្រឹតវិន័យបិទមានចែងទុកមកថាអ្នកណាដែលត្រូវគេព្យួរលើឈើឆ្កាងដែលនោះត្រូវបណ្ដាសាហើយបងប្អូនណាខ្ញុំពិចារណាខនឹងទៅហើយគិតអំពីកំណើតពិភពកំណើតមនុស្សលោកអាដាមអេវ៉ាធ្វើបាបទោសនឹងព្រះបន្តមកមិនត្រូវបណ្ដាសាព្រះអង្គដេញចេញពីសួគ៌នេះដែរណាស្រាប់តែណាដល់យើងត្រូវបណ្ដាសាហ្នឹងបានយើងនឹងទុកលំបាកវេទនាអញ្ចឹងណាប៉ុន្តែខគម្ពីរប្រាប់ថាយ៉ាងម៉េចព្រះអង្គយាងមកសគត់លើជ័យឆ្កាងទទួលបណ្ដាសាជំនួសយើងយល់អត់បាទហើយពិតយើងនេះជាអ្នកដែលទទួលបណ្ដាសាប៉ុន្តែព្រះអង្គទទួលជំនួសយើងបានតិចទៅឆ្ងាញ់ណាស់អូខេបានទឹកតិចទៅមានកម្លាំងឥឡូវតទៀតណែឥឡូវតទៀតណាការពិតដោយសារតែបាបណាដោយសារបាបយើងទាំងអស់គ្នាទទួលបណ្ដាសាប៉ុន្តែគម្ពីរប្រាប់ថាព្រះគ្រីស្ទបានទទួលបណ្ដាសាជំនួសយើង
ណាឥឡូវសំណួរបងប្អូនតើដោយសារបាបយើងទាំងអស់គ្នាត្រូវបណ្ដាសាអញ្ចឹងណាប៉ុន្តែព្រះអង្គស្រឡាញ់យើងព្រះអង្គយាងមកសគត់លើជាការដើម្បីទទួលបណ្ដាសាជំនួសយើងសំណួរតើយើងចង់ឲ្យព្រះអង្គទទួលបណ្ដាសាជំនួសយើងឬក៏យើងត្រូវទទួលបណ្ដាសាខ្លួនឯងបាទបើយើងចង់ឲ្យព្រះអង្គទទួលបណ្ដាសាជំនួសយើងមានន័យថាយើងត្រូវទទួលជឿលើព្រះយេស៊ូវគ្រីស្ទដែលបានសគត់ដើម្បីលុបបាបយើងហើយរស់ឡើងវិញណាចឹងហើយបានជាយើងទទួលស្គាល់ថាយើងមានបាបហើយយើងទទួលឋានលំទួបាបរបស់យើងចំពោះព្រះអង្គសូមព្រះអត់ទោសបាបលើកលែងទោសបាបដល់យើងចឹងណាអញ្ចឹងខគម្ពីរនេះណាខ្ញុំគិតទៅអរគុណព្រះបើព្រះយេស៊ូវអត់សគត់លើជាការទេមានន័យថាយើងត្រូវទទួលទោសដោយសារបាបខ្លួនយើងទទួលបណ្ដាសាខ្លួនយើងប៉ុន្តែព្រះអង្គសគត់លើជាការដើម្បីទទួលបណ្ដាសាជំនួសយើងមែនទេសូមគិតមើលព្រះអង្គស្រឡាញ់យើងខ្លាំងអត់តើព្រះអង្គស្រឡាញ់យើងខ្លាំងប៉ុណ្ណាគម្ពីរប្រាប់ថាកម្រមានអ្នកណាស៊ូបដូរជីវិតសម្រាប់មនុស្សណាសុចរិតណាស់ប៉ុន្តែព្រះអង្គវិញបានបង្ហាញសេចក្តីស្រឡាញ់របស់ព្រះអង្គដល់យើងគឺព្រះអង្គបានបូជាជីវិតលើជាឆ្កាងក្នុងពេលដែលយើងនៅមានបាបនៅឡើយផងហើយព្រះយេស៊ូវក៏មានបន្ទូលថាគ្មានអ្នកណាមានសេចក្តីស្រឡាញ់ខ្លាំងជាងអ្នកដែលស៊ូបដូរជីវិតដើម្បីមិត្តសម្លាញ់ខ្លួននោះឡើយព្រះអង្គស្រឡាញ់យើងខ្លាំងប៉ុណ្ណាព្រះអង្គចង់បានយើងខ្លាំងប៉ុណ្ណាធ្វើជារាជរបស់ព្រះអង្គធ្វើជាកូនរបស់ព្រះអង្គទី2ព្រះគ្រីស្ទបានមានបច្ចុប្បន្នរស់ឡើងវិញនៅថ្ងៃទី3ដើម្បីរាប់យើងជាសុចរិតណាគម្ពីរប្រាប់ថាបើព្រះអង្គអត់រស់ឡើងវិញទេជំនឿរបស់យើងមានន័យអត់បើព្រះអង្គអត់រស់ឡើងវិញទេជំនឿរបស់យើងគ្មានន័យគ្មានខ្លឹមសារគ្មានប្រយោជន៍អីទេយើងនៅជាប់មានបាបដដែលហើយត្រូវជាប់ទោសដដែលដូចមនុស្សឯទៀតដែរណាប៉ុន្តែដោយសារព្រះអង្គរស់ឡើងវិញព្រះអង្គរាប់យើងជាសុចរិតហើយព្រះអង្គអាចអត់ទោសបាបឲ្យយើងណាហើយនឹងព្រះអង្គអត់សុគតរហូតដូចមនុស្សឯទៀតឬក៏ព្រះឯទៀតទេប៉ុន្តែគម្ពីរប្រាប់ថាព្រះអង្គសុគតតែ3ថ្ងៃក្រោយមករស់ឡើងវិញតើយើងដឹងដោយសារអីខ្លះមានផុសតាងអីខ្លះបញ្ជាក់ថាព្រះអង្គសុគតហើយរស់ឡើងវិញមានផុសតាងអីខ្លះបញ្ជាក់ថាព្រះយេស៊ូវរស់ឡើងវិញយើងធ្លាប់អានគម្ពីរណាបាទមើលយើងធ្លាប់អានគម្ពីរដែលតើយើងមានផុសតាងអីបញ្ជាក់ថាព្រះយេស៊ូវរស់ឡើងវិញបើយើងអត់បានឃើញភ្នែកផងបើសិស្សព្រះអង្គបានឃើញសិស្សព្រះអង្គគេដើរជាមួយព្រះអង្គពេលដែលព្រះអង្គរស់ឡើងវិញព្រះអង្គបង្ហាញឲ្យគេមើលឃើញទាំងអស់ស្នាមរបួសសិស្សទាំងអស់បានឃើញព្រះអង្គគង់នៅលើផែនដីនេះ40យប់40ថ្ងៃទៀតបង្ហាញមនុស្សរាប់រយរាប់ពាន់នាក់បានឃើញណាខ្យល់មកធំក្លិនមកពីណាកសិដ្ឋានគេនៅណាខ្ញុំដឹងដែរគេចិញ្ចឹមស្អីនៅណាធំក្លិនអត់លើត្បូងណោះវ៉ាវធំក្លិនឆ្ងាយណាអញ្ចឹងផុសតាងដែលបញ្ជាក់ថាព្រះអង្គរស់ឡើងវិញទំនាយទីប្រាប់រាប់ពាន់ឆ្នាំមុនទំនុកដំកើងអេសាយជំពូក53ព្រះអង្គសុគតដើម្បីលុបបាបយើងហើយរស់ឡើងវិញហើយព្រះយេស៊ូវផ្ទាល់បានប្រាប់សិស្សព្រះអង្គថាព្រះអង្គត្រូវយាងទៅក្រុងយេរូសាឡិមគេវាយធ្វើបាបព្រះអង្គធ្វើគុតព្រះអង្គតែ3ថ្ងៃក្រោយមកព្រះអង្គរស់ឡើងវិញព្រះអង្គទាយប្រាប់មុនដឹងហើយពេលព្រះអង្គសុគតគេយកសពព្រះអង្គដាក់ក្នុងភ្នូណាពេលពួកសិស្សទៅភ្នូអត់មានឃើញសពព្រះអង្គភ្នូនៅទៅទេភ្នូនឹងខ្ញុំបានទៅដល់កាលពីឆ្នាំ2023ណាភ្នូគេដាក់សពព្រះអង្គខ្ញុំបានទៅដល់កាលពី2023គេឲ្យចូលតែមួយផ្លែទេដោយសារមនុស្សច្រើនពេកនៅខាងក្រៅណាហើយគេអត់ឲ្យថតទេបើខ្ញុំលួចថតបានបន្តិចថតតាម Facebook ណាលួចថតបានប្រហែលជាប្រហែលនេះអត់ដល់កន្លះនាទីផងណាអញ្ចឹងគេធ្វើរបងមានអ្នកយាមគេឲ្យយើងចូលមួយផ្លែតហើយមានតែរូងភ្នំណាហើយអត់មានឆ្អិនអត់មានស្អីនៅទីនោះគឺថាមានតែរូងភ្នំដែលគេដាក់សពព្រះអង្គណាហើយគម្ពីរប្រាប់ថាទេវតាលេចមកប្រកាសប្រាប់សិស្សព្រះអង្គថាព្រះអង្គអត់នៅទីទេព្រះបានប្រោះព្រះអង្គរស់ឡើងវិញហើយណា
ហើយព្រះអង្គបានបង្ហាញអង្គទ្រង់ពួកសិស្សបានប្រកាសដំណឹងល្អហើយនឹងអ្នកជឿសម័យមុនក៏គេបានប្រកាសអំពីព្រះអង្គរស់ឡើងវិញណាហើយមានផុសតាងច្រើនទៀតជាពិសេសខ្ញុំសួរសំណួរមួយតើព្រះអង្គមានរស់ក្នុងចិត្តយើងអត់ណារស់ណាព្រះអង្គរស់ក្នុងចិត្តយើងដោយជំនឿយើងមើលឃើញណាព្រះអង្គរស់ក្នុងចិត្តយើងសាវកពោលបានប្រាប់ថាខ្ញុំដឹងថាព្រះអង្គរស់ក្នុងចិត្តខ្ញុំជីវិតខ្ញុំរស់មិនមែនជារបស់ខ្ញុំទេប៉ុន្តែព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំណាអញ្ចឹងបងប្អូនដែលអត់តមានបទពិសោធន៍ព្រះអង្គរស់ក្នុងជីវិតយើងអធិដ្ឋានព្រះអង្គឲ្យសូមព្រះអង្គយាងមកគង់ក្នុងចិត្តខ្ញុំរស់ក្នុងជីវិតខ្ញុំណាជាពិសេសអធិដ្ឋានសូមព្រះអត់ទោសបាបដល់យើងហើយសូមព្រះអង្គយាងមកគង់ជាមួយយើងណាគង់ជាមួយយើងដោយព្រោះតែព្រះអង្គរស់ព្រះអង្គក៏នឹងប្រោសអស់អ្នកដែលជឿព្រះអង្គឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយបំផុតដែរណាហ្នឹងហើយដោយព្រោះតែព្រះអង្គរស់ណាយើងក៏រស់រួមជាមួយនឹងព្រះអង្គដែរណាព្រះយេស៊ូវមានបន្ទូលថាម៉េចណាខ្ញុំនឹងហើយជាសេចក្តីរស់ឡើងវិញខ្ញុំនឹងហើយដែលប្រោសមនុស្សរស់ឡើងវិញខ្ញុំនឹងផ្ដល់ឲ្យគេមានជីវិតអ្នកណាជឿលើខ្ញុំទោះបីស្លាប់ទៅហើយក៏ដោយក៏នឹងបានរស់ឡើងវិញមិនខានគឺរស់ឡើងវិញនៅថ្ងៃចុងក្រោយបង្អស់ណាថ្ងៃចុងក្រោយបង្អស់វាយើងនៅទីនេះមានអ្នកបាត់បង់ជីវិតច្រើនគូសមដែរណាចាប់ផ្ដើមពីណាតាំងពីកូនពូម៉ៅឈឺស្អីទេខ្ញុំមិនចាំទេរិទ្ធមហារិទ្ធបេះដូងប៉ុន្តែគាត់ជឿព្រះអង្គល្អណាស់ក្រោយមកក៏ស្លាប់ទៅណាគាត់ទៅនៅមួយព្រះអង្គតមកម៉ែអាវីឈ្មោះអីទេញ៉ាញ់បាទគាត់ជឿព្រះអង្គអាវីក៏ទៅព្រះអង្គយារឿនក៏ទៅនៅមួយព្រះអង្គណាមានអ្នកដែលអស់ជីវិតច្រើនក៏ប៉ុន្តែយល់ទៅតាមខកពីណាព្រះអង្គថាថ្ងៃអនាគតព្រះអង្គនឹងប្រោសរស់ឡើងវិញព្រះអង្គមានទូលថាខ្ញុំនឹងហើយជាសេចក្តីរស់ឡើងវិញហើយជាជីវិតរីឯអ្នកដែលបាននេះព្រះអង្គថារីឯព្រះបិតាដែលបានចាត់ព្រះអង្គឲ្យមកគឺព្រះអង្គមិនសពអតីឲ្យនរណាម្នាក់ក្នុងបណ្ដាអស់អ្នកដែលព្រះអង្គបានប្រទានមកត្រូវវិនិច្ឆ័យអន្តរាយឡើយតែព្រះអង្គសពអតីនឹងប្រោសគេមានជីវិតរស់ឡើងវិញនៅថ្ងៃចុងក្រោយបំផុតព្រះបិតាខ្ញុំសពអតីឲ្យអស់អ្នកដែលបានឃើញព្រះបត្រាហើយជឿលើព្រះអង្គមានជីវិតអស់កលជានិច្ចខ្ញុំនឹងប្រោសអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយបំផុតបាទអញ្ចឹងដោយសារព្រះអង្គរស់យើងក៏ជឿថាយើងនឹងបានរស់រួមជាមួយព្រះអង្គយ៉ាងម៉េចយើងយ៉ាងនឹងដែរនៅថ្ងៃអនាគតណានេះគឺជាជំនឿជាដំណឹងល្អជាសេចក្តីសង្ឃឹមសម្រាប់ជីវិតយើងណាគឺយើងជឿទៅលើដំណឹងល្អរបស់ព្រះគ្រីស្ទដែលព្រះអង្គសគត់ជំនួសអំពើបាបយើងឲ្យរស់ឡើងវិញរាប់យើងជាសុចរិតអ្នកណាជឿបានសង្គ្រោះបានជីវិតអកលជានិច្ចបានរាប់ជាកូនព្រះបានទទួលមរតកនៃនគរឋានសួគ៌ណាអញ្ចឹងសូមឲ្យយើងទុកចិត្តសង្ឃឹមទៅលើព្រះដ៏មានបជនរស់អាមែនជឿទុកចិត្តញ៉ាយជីវិតទៅលើព្រះដែលមានបជនរស់ទ្រង់រស់សពថ្ងៃហើយទ្រង់រស់នៅក្នុងយើងបើជីវិតយើងអត់ទាន់មានព្រះអង្គរស់ក្នុងជីវិតយើងសូមឲ្យយើងអធិដ្ឋានហើយជឿអស់ពីចិត្តណានឹងយាងព្រះអង្គមកគង់នៅក្នុងចិត្តយើងតោះសូមសម្រុំចិត្តអធិដ្ឋានជាមួយខ្ញុំព្រះម្ចាស់យេស៊ូវអើយគុណអរព្រគុណដល់ព្រះអង្គម្ដងហើយម្ដងទៀតព្រះគុណដ៏ធំឧត្តមដែលមិនអាចយកអ្វីប្រៀបផ្ទឹមបានឡើយព្រះគុណព្រះអង្គបានបង្កើតមនុស្សមកពីដំបូងផងហើយទ្រង់ក៏បានយាងមកសគត់ជំនួសអំពើបាបយើងខ្ញុំផងបងហើយសូមអរព្រគុណដល់ព្រះអង្គដែលព្រះអង្គស្រឡាញ់យើងខ្ញុំទាំងអស់គ្នាទ្រង់ចង់បានយើងខ្ញុំធ្វើជាកូនរបស់ព្រះអង្គធ្វើជារាជរបស់ព្រះអង្គទ្រង់ចង់សោយរាជនៅក្នុងដួងចិត្តរបស់យើងខ្ញុំសូមព្រះអង្គរស់ក្នុងជីវិតយើងខ្ញុំទាំងអស់គ្នានៅទីនេះសូមបង្ហូរព្រះវិញ្ញាណដ៏រស់របស់ព្រះអង្គមកបំពេញដល់យើងខ្ញុំទាំងអស់គ្នាឲ្យយើងបានរស់ដោយមានសង្ឃឹមដោយមានជំនឿដោយសេចក្តីអំណរក្តីសុខសាន្តដែលមកពីព្រះម្ចាស់ផងដែរទូលគុំសូមអធិដ្ឋានទូលសូមក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទ